Bài videoនេះគឺយើងបន្តចូលដល់ចំណុច 2.4 ទាក់ទងទៅនឹងផ្នែក cursor key ឬក៏យើងហៅថាផ្នែកបញ្ជាទិសដៅ cursor ទាក់ទងទៅនឹងផ្នែកបញ្ជាទិសដៅ cursor នេះគឺយើងមាន key ដោយដែលរូបបង្ហាញនេះគឺមាន home key បាទ end key page up page down ហើយនឹងមាន arrow key នៅផ្នែកខាងក្រោមនេះមានសញ្ញាព្រួញបាញ់ឆ្វេងស្ដាំឡើងលើចុះក្រោមបាទជាងយើងចាប់ផ្ដើមធ្វើការសិក្សាទាក់ទងទៅនឹង home key មុនគេជាង home key នេះគេថាប្រើសម្រាប់ធ្វើការរំកិល cursor ឲ្យរត់មកដើមបន្ទាត់ឬដើមប្រយោគចឹងឧទាហរណ៍ទៅលើបាទអត្ថបទមួយជួរនេះឬក៏ប្រយោគមួយជួរនេះលោកគ្រូដាក់ cursor នៅផ្នែកខាងចុងបាទប្រយោគបែបនេះចឹងលោកគ្រូចង់ឲ្យ cursor នេះ load មកដើមប្រយោគនេះចឹងលោកគ្រូគ្រាន់តែចុចទៅលើ home key នេះបាទចុចទៅលើ home key នេះមកចឹងវានឹងធ្វើការបាទរុញ cursor របស់យើងមកដើមប្រយោគបែបនេះហើយបាទលោកគ្រូបញ្ជាក់បន្ថែមទៀតទាក់ទងទៅនឹងមុខងារមិនថាមុខងារ home ឬក៏ end ឬក៏ page up page down ឬក៏ arrow key នេះទេចំពោះកុំព្យូទ័រខ្លះវាមានមុខងារនៅក្នុងnumeric keypad បាទនេះដូចតែរូបបង្ហាញនេះគឺវាមានមុខងារហ្នឹងបាទមាន home បាទមាន page up page down មាន end និងសញ្ញាព្រួញបាញ់ឆ្វេងស្ដាំឡើងលើចុះក្រោមអញ្ចឹងបើសិនជាករណីយើងចង់ប្រើមុខងារនេះគឺតតែយើងបាទចុចត្រង់ណាំ lock នេះកុំឲ្យមានភ្លឺភ្លើងតែកាលណាវាជាប់មានភ្លឺតែកាលណាវាមានភ្លឺភ្លើងកន្លែងនេះបាទវាមានភ្លើងតូចមួយបើសិនជាករណីយើងឃើញភ្លឺហ្នឹងគឺយើងមិនអាចប្រើប្រាស់មុខងារ home page up page down នៅក្នុងទីតាំង numeric keypad នេះបានទេបើសិនជាករណីភ្លឺភ្លើងគឺមានថាយើងអាចប្រើប្រាស់បានតែបាទលេខបាទតែលេខ1 2 3ហើយនឹងនិមិត្តសញ្ញាបាទបូកដកគុណចែកហ្នឹងទេតែបើសិនជាករណីយើងចង់ប្រើមុខងារcursor key មាន home and page up page down ហ្នឹងគឺតើយើងចុចត្រង់ណាំ lock កុំឲ្យមានភ្លឺភ្លើងត្រង់កន្លែងហ្នឹងណាបាទបន្តទៀតគឺយើងចូលដល់បាទ end វិញម្ដងអញ្ចឹង end key នេះគឺយើងប្រើសម្រាប់ធ្វើការរំកិលឬបញ្ជាឲ្យ cursor load មកខាងចុងបន្ទាត់ឬក៏ប្រយោគអញ្ចឹងឧទាហរណ៍ទៅលើបាទអត្ថបទមួយជួរនេះចុះអញ្ចឹងលោកគ្រូដាក់ cursor នៅបាទខាងដើមនៃបាទប្រយោគរបស់យើងនេះហើយយើងចង់ឲ្យ cursor នេះ load មកខាងចុងបាទជាងយើងគ្រាន់តែចុចទៅលើបាទ key end ហ្នឹងមកបាទអញ្ចឹងវានឹងធ្វើការរុញ cursor របស់យើងមកខាងចុងបាទបែបនេះហើយខាងចុងប្រយោគណាបន្តមកទៀតយើងចូលដល់ page up បាទ page up គេប្រើសម្រាប់ធ្វើការរំកិលឬក៏មើលឡើងលើម្ដងមួយអេក្រង់ម្ដងមួយអេក្រង់អញ្ចឹងឧទាហរណ៍ថា cursor លោកគ្រូដាក់ត្រង់កន្លែងនេះអញ្ចឹងលោកគ្រូចង់រំកិលមួយអេក្រង់ឡើងលើអញ្ចឹងលោកគ្រូចុច page up បាទចុច page up មួយនេះមកបាទបាទអញ្ចឹងឃើញវារំកិលឡើងម្ដងមួយអេក្រង់ហើយនេះ cursor របស់យើងហើយរំកិលឡើងម្ដងមួយអេក្រង់បាទហើយបើសិនជាករណីយើងចង់រំកិលចុះមកមួយអេក្រង់វិញយើងចុច page down នេះវិញបាទចុច page down មកឃើញទេយើងរំកិលចុះមកកន្លែងដើមវិញបាទចំនួន2អេក្រង់នេះ page down បាទ page down ដូចដែលគ្រូបង្ហាញមិញណាគឺគេប្រើសម្រាប់ធ្វើការរំកិលឬក៏មើលចុះក្រោមម្ដងមួយអេក្រង់បាទយើងចុច page down ម្ដងទៀតណាបាទតេស្តមើលឃើញទេបាទយើងចុចឡើងលើវិញបន្តមកទៀតគឺទាក់ទងទៅនឹង arrow key បាទនេះ arrow key គេប្រើសម្រាប់ធ្វើការបំលាស់ទី cursor ដូចជា cursor របស់យើងនេះកំពុងតែស្ថិតនៅទីតាំងនេះបើសិនជាករណីយើងចង់បំលាស់ទីយើងគ្រាន់តែចុច arrow key នេះបាទ arrow key បាញ់មកខាងស្ដាំនេះបាទអញ្ចឹងវានឹងធ្វើការ load រំលងអក្សររបស់យើងម្ដងមួយឃើញទេបាទអញ្ចឹងបើសិនជាករណីយើងចង់បំលាស់ទី cursor របស់យើងទៅខាងឆ្វេងវិញយើងចុច arrow key បាញ់មកឆ្វេងនេះមកឃើញ cursor របស់យើងហ៎បាទ cursor របស់យើងវា load រំលងអក្សរមកឆ្វេងម្ដងមួយបាទបើសិនជាករណីយើងចង់បំលាស់ទីឡើងលើវិញបាទនេះយើងចុច arrow key បាញ់ឡើងលើនេះមកឃើញទេបាទជិះបើយើងចង់ឲ្យវាបំលាស់ទីមកក្រោមវិញយើងចុចសញ្ញាព្រួយបាញ់ចុះក្រោមនេះវិញមកបាទបន្តមកគឺថាយើងប្រើ arrow key ហ្នឹងប្រើសម្រាប់ការបញ្ជាទិសដៅនៃការ select ឲ្យទៅឆ្វេងស្ដាំលើក្រោមជាងជាធម្មតាយើងដឹងឲ្យតកតងការ select ទិន្នន័យឬក៏អក្សរឧទាហរណ៍ថាយើងចង់ select ទៅលើអក្សរមួយជួរនេះអញ្ចឹងយើងគ្រាន់តែបាទដាក់ cursor របស់យើងបែបនេះហើយយើងចុចម៉ៅឆ្វេងផ្ដើមពី cursor ហ្នឹងមកហើយអូយមកឃើញទេយើងអាច select បានហើយអញ្ចឹងតកតងការ select នេះ
បើសិនជាករណីយើងចង់ select ឡើងលើចុះក្រោមយើងចុចមកឆ្វេងបើយើងឲ្យជាប់អូសឡើងលើបែបនេះមកជាង select ឡើងលើហើយបើចង់ select ចុះក្រោមយើងអូសវាចុះក្រោមមកមែនទេបាទបើយើងចង់ select វាទៅស្ដាំយើងអូសមកស្ដាំបែបនេះបើយើងចង់អូស select មកឆ្វេងយើងចុចមកឆ្វេងជាប់ពីផ្នែកខាងស្ដាំនេះអូសមកឆ្វេងបែបនេះមកប៉ុន្តែគឺយើងអាចប្រើប្រាស់វិធី select មួយទៀតដោយប្រើប្រាស់ arrow key ភ្ជាប់ជាមួយនឹង shift បាទ shift key របស់យើងបាទ shift key ស្គាល់ទេនេះបាទជាងយើងចុច shift ហ្នឹងឲ្យជាប់បាទឥឡូវលោកគ្រូចង់ select អក្សរបាទត្រង់កន្លែងនេះជាងយើងដាក់ cursor កន្លែងសិនដាក់ cursor កន្លែងដើមប្រយោគនេះសិនហើយបន្តមកយើងចុច arrow key បាទចុច shift ឲ្យជាប់សិនណាបាទចុច shift ឲ្យជាប់បន្តមកយើងចុចarrow key បាញ់ឡើងលើចឹងវា select ទៅលើបើយើងចុចបាទ arrow key បាញ់ចុះក្រោមគឺវានឹងចាប់ផ្ដើមធ្វើការ select ចុះក្រោមហើយបើសិនជាករណីយើងចង់ select បាទបាញ់មកស្ដាំវិញបាទទិសដៅមកខាងស្ដាំវិញបាទយើងចុច shift ឲ្យជាប់ហើយចុច arrow key របស់យើងម្ដងមួយបែបនេះក៏បានឬក៏យើងចុចជាប់បើករណីយើងចុចជាប់វានឹងបាទ select លឿនជាងយើង select លឿនបែបនេះគឺយើងដកដៃឲ្យតន់ណាចឹងបើយើងចង់ select បាទបាញ់ពីស្ដាំមកឆ្វេងវិញជាងយើងដាក់ cursor នៅស្ដាំបែបនេះមកហើយចុច shift ឲ្យជាប់ហើយចុច arrow key បាញ់មកខាងឆ្វេងជាងវានឹងធ្វើការ select មកខាងឆ្វេងហើយឃើញទេបាទនេះយើងចុចជាប់ណាវាយើងចុចarrow key ម្ដងមួយចេះវា select ម្ដងមកតួបាទអញ្ចឹងនេះតកតងទៅនឹងការប្រើប្រាស់ផ្នែក cursor key យើងហៅថាផ្នែកបញ្ជាទិសដៅ cursor ហើយនៅក្នុងវីដេអូក្រោយគឺយើងនឹងបន្តចូលដល់តកតងទៅនឹង numeric keypad ដែលយើងហៅថាផ្នែកលេខបាទអញ្ចឹងចំពោះវីដេអូនេះគឺគ្រូមានប៉ុណ្ណឹងបាទសូមអរគុណ